បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំសូមចូលមកវីដេអូថ្មីមួយទៀតហើយថ្ងៃនេះបងប្អូនខ្ញុំចង់លើកវីដេអូថ្មីមួយដែលខ្ញុំនិយាយអំពីបទពិសោធន៍របស់ខ្ញុំដែលខ្ញុំចូលចិត្តហូបម្ហូបអាហារដែលផ្ដល់អត្ថប្រយោជន៍ទៅដល់សុខភាពអញ្ចឹងណាបងប្អូនហើយបងប្អូនឃើញនៅទីនេះហើយគឺនេះគឺជាផ្លែម្រះហើយផ្លែម្រះនេះវាផ្ដល់នូវអត្ថប្រយោជន៍ដល់សុខភាពរបស់យើងអញ្ចឹងណាបងប្អូនខ្ញុំចង់លើកទឹកចិត្តបងប្អូនថាបើសិនជាបងប្អូនចូលចិត្តម្ហូបអាហារចូលចិត្តហូបបន្លែហើយនឹងចង់បានឲ្យសុខភាពយើងល្អបងប្អូនអាចសាកល្បងហូបផ្លែម្រះនេះពីព្រោះផ្លែម្រះនេះវាផ្ដល់អត្ថប្រយោជន៍ដល់យើងអញ្ចឹងណាបងប្អូនហើយខ្ញុំបានធ្វើវីដេអូមួយកាលអំពីប្រហែលខែមុនខ្ញុំបានធ្វើវីដេអូមួយបងប្អូនអាចចូលទៅមើលវីដេអូរបស់ខ្ញុំដោយដែលខ្ញុំបានដាក់នៅភាគទី131មានន័យថាបងប្អូនគ្រាន់តែចូលទៅក្នុង YouTube ចុចកន្លែង search បងប្អូនវាយអក្សរថា P 131 clear SHV នោះបងប្អូននឹងឃើញនៅលើអេក្រង់របស់បងប្អូនតែម្ដងដែលវីដេអូរបស់ខ្ញុំនោះស្ដីអំពីអត្ថប្រយោជន៍នៃផ្លែម្រះអញ្ចឹងណាបងប្អូនដែលខ្ញុំបង្ហាញនៅលើវីដេអូនេះស្រាប់បងប្អូនចូលទៅមើលឃើញនៅវីដេអូស្ដីអំពីអត្ថប្រយោជន៍នៃផ្លែម្រះមុននឹងខ្ញុំចូលទៅដល់បទពិសោធន៍របស់ខ្ញុំនិយាយអំពីអត្ថប្រយោជន៍នៃផ្លែម្រះដែលខ្ញុំបានបរិភោគជាដុំតូចជារៀងរាល់ថ្ងៃហ្នឹងខ្ញុំចង់ចែកចាយជាបឋមនៅអត្ថប្រយោជន៍ផ្លែម្រះខ្លះអត្ថប្រយោជន៍នៃផ្លែម្រះដែលមានរហូតដល់10ចំណុចជាត្រួសអញ្ចឹងណាបងប្អូនក៏ប៉ុន្តែបើបងប្អូនចង់បានព័ត៌មានលម្អិតស្ដីអំពីអត្ថប្រយោជន៍នៃផ្លែម្រះបងប្អូនអាចចូលទៅមើលវីដេអូរបស់ខ្ញុំដោយតែខ្ញុំបានបង្ហាញនៅលើអេក្រង់នេះស្រាប់អំពីភាគនៃវីដេអូរបស់ខ្ញុំនៅខាងក្រោមបងប្អូនអាច scroll មើលបានឥឡូវនេះខ្ញុំនិយាយអំពីផ្លែម្រះដែលផ្ដល់អត្ថប្រយោជន៍ទៅដល់សុខភាពរបស់យើងប្រយោជន៍ទី1គឺផ្លែម្រះវាសម្បូរទៅដោយអត្ថប្រយោជន៍នៃសារធាតុចិញ្ចឹមច្រើនមុខណាបងប្អូនក៏ប៉ុន្តែទី1នេះវាសម្បូរទៅដោយវីតាមីន C រហូតដល់ 99% ហើយវីតាមីន A រហូតដល់ 44%ប៉ូតាស្យូមគឺជាសារធាតុរ៉ែ 8% និងសារធាតុ folate 7% សារធាតុស័ង្កសី 5% សារធាតុដែក 5% អញ្ចឹងណាបងប្អូនចំណុចទី2គឺវាគ្រប់គ្រងជាតិស្ករនៅក្នុងឈាមនៅចំណុចទី2នេះគឺសំខាន់ណាស់បងប្អូនគឺផ្លែម្រះគឺវាជួយគ្រប់គ្រងជាតិស្ករនៅក្នុងឈាមអញ្ចឹងណាបងប្អូនការធ្វើពិសោធន៍នៅផ្លែម្រះនេះរយៈពេល3ខែដែលគេបានធ្វើពិសោធន៍ហ្នឹងបងប្អូនគឺគេធ្វើពិសោធន៍ការហូបផ្លែម្រះនេះជារយៈពេល3ខែដែលគេហូបវារយៈពេល3ខែគេឃើញថាផ្លែម្រះវាផ្ដល់អត្ថប្រយោជន៍កាត់បន្ថយជាតិស្ករនៅក្នុងឈាមអញ្ចឹងណាបងប្អូនមិនត្រឹមតែប៉ុណ្្នឹងទេគឺផ្លែម្រះវាជួយកាត់បន្ថយនៅកម្រិត A1C យ៉ាងមានប្រសិទ្ធភាពបំផុតណាបងប្អូនឥឡូវនេះខ្ញុំចូលដល់ចំណុចទី3ចំណុចទី3ក៏ជាចំណុចសំខាន់ផងដែរគឺវាជួយកាត់បន្ថយសម្ពាធឈាមមានន័យថាបើសម្ពាធឈាមយើងវាលើសឬមួយក៏វាឡើងដល់កម្រិតខ្ពស់ផ្លែម្រះវាអាចជួយកាត់បន្ថយសម្ពាធឈាមអញ្ចឹងណាបងប្អូនក៏ប៉ុន្តែមិនមានន័យថាផ្លែម្រះវាជួយព្យាបាលយើងនៅជំងឺលើឈាមឬក៏វាជួយព្យាបាលនៅជំងឺយើងឲ្យជានោះទេបងប្អូនគឺបងប្អូនឈឺបងប្អូនត្រូវតែពិនិត្យនៅពេទ្យអញ្ចឹងណាបងប្អូនចំណែកផ្លែម្រះគ្រាន់តែជាអាហាររូបត្ថម្ភមួយដែលយើងអាចហូបជាប្រចាំថ្ងៃបន្តិចដើម្បីវាជួយសម្រួលសុខភាពរបស់យើងឲ្យបានប្រសើរជាងធម្មតាអញ្ចឹងបងប្អូនឥឡូវនេះខ្ញុំចូលមកដល់ចំណុចទី4គឺវាជួយរំលាយដល់សុខភាពរំលាយអាហារចំណុចទី5ផ្លែម្រះមានប្រសិទ្ធភាពការពាររាងកាយរបស់យើងអញ្ចឹងណាបងប្អូនគឺវាមានប្រសិទ្ធភាពការពារប្រព័ន្ធរាងកាយវាពង្រឹងបាទសុំទោសបងប្អូនវាមានប្រសិទ្ធភាពគឺជួយពង្រឹងនៅប្រព័ន្ធការពាររាងកាយរបស់យើងអញ្ចឹងណាបងប្អូនកុំឲ្យយើងងាយឆ្លងមេរោគឬក៏ងាយឆ្លងជំងឺផ្ដាសាយអីអញ្ចឹងណាបងប្អូនឥឡូវនេះចូលមកដល់ចំណុចទី6គឺផ្លែម្រះវាជួយគ្រប់គ្រងទម្ងន់កាលណាយើងបរិភោគផ្លែម្រះជាប្រចាំអញ្ចឹងទៅ
ជារៀងរាល់ថ្ងៃអញ្ចឹងណាបងប្អូនណាប៉ុន្តែមិនមែនយើងហូបឲ្យវាលើសចំនួននោះទេគឺផ្លែម្រះវាជួយគ្រប់គ្រងទម្ងន់យើងអញ្ចឹងចំណុចទី7គឺវាជួយដល់សុខភាពស្បែកមានន័យថាផ្លែម្រះវាសម្បូរទៅដោយវីតាមីន C ហើយនិងសារធាតុរ៉ែនិងសារធាតុផ្សេងជាច្រើនទៀតអញ្ចឹងបងប្អូនហើយផ្លែម្រះនេះកាលណាសារធាតុវីតាមីន C និងសារធាតុរ៉ែផ្សេងទៀតមានច្រើននៅក្នុងផ្លែម្រះនេះវាជួយបង្កើតនៅវាផលិតនៅសារធាតុ collagen ហើយសារធាតុ collagen នេះគឺវាជួយថែរក្សាស្បែកឲ្យវាភ្លឺរលោងហើយនឹងធន់នៅភាពយឺតអញ្ចឹងណាបងប្អូននៅចំណុចទី8មានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មហើយនឹងការពារការរលាកចំណុចទី9គឺវាការពារជំងឺមហារីកដែលអាចកើតមានមិនមែនមានន័យថាកន្លែងនេះខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនផងដែរថាវាមិនមែនមានន័យថាផ្លែម្រះព្យាបាលជំងឺមហារីកទេណាបងប្អូនគឺគ្រាន់តែវាជួយការពារជំងឺមហារីកណាដែលវាអាចកើតមានមានន័យថាជំងឺមហារីកដែលវាអាចកើតមាននៅចំពោះខ្លួនយើងទៅថ្ងៃក្រោយនោះបើសិនជាបងប្អូននិយមចូលចិត្តហូបផ្លែម្រះជារឿយនោះផ្លែម្រះនឹងវាជួយដល់ទប់ស្កាត់នៅជំងឺមហារីកដែលវាអាចកើតមាននៅថ្ងៃខាងមុខអញ្ចឹងណាបងប្អូនចំណុចទី10គឺមិនសូវសំខាន់ទេគ្រាន់តែថាផ្លែម្រះវាមានរសជាតិឆ្ងាញ់ពិសាគ្រាន់បើដែរហើយវាមានភាពចម្រុះនៅក្នុងម្ហូបអាហាររបស់យើងមានន័យថានៅក្នុងទម្លាប់នៃការហូបចុករបស់ប្រជាជនខ្មែរយើងក៏ឃើញថាមានបងប្អូនប្រជាជនខ្មែរយើងគាត់ចូលចិត្តបរិភោគផ្លែម្រះយកទៅធ្វើជាម្ហូបបានច្រើនមុខអញ្ចឹងបងប្អូនឥឡូវនេះចូលមកដល់ចំណុចសំខាន់មួយគឺឆ្លងតាមរយៈបទពិសោធន៍របស់ខ្ញុំចង់ចែកចាយប្រាប់បងប្អូនរយៈពេលប្រហែលខែនេះខ្ញុំបានយកមកអនុវត្តផ្ទាល់ចំពោះខ្លួនខ្ញុំអញ្ចឹងណាបងប្អូនខ្ញុំក៏បានហូបផ្លែម្រះនេះជាបទពិសោធន៍ផ្ទាល់ខ្លួនខ្ញុំគឺខ្ញុំបានហូបមួយដុំតូចដូចដែលបងប្អូនបានឃើញនៅក្នុងវីដេអូនេះស្រាប់ទេបងប្អូនណាគឺខ្ញុំហូបមួយដុំតូចទេខ្ញុំមិនហូបច្រើនទេកាលណាយើងហូបច្រើនកាលណាយើងហូបផ្លែម្រះឆៅនឹងច្រើនគឺបងប្អូនអាចធ្វើឲ្យបងប្អូនមានបញ្ហាដល់ក្រពះពោះវៀនរបស់យើងអញ្ចឹងបងប្អូនអាចធ្វើឲ្យយើងឈឺពោះឬក៏រាកបានអញ្ចឹងបងប្អូនកុំហូបច្រើនគឺបងប្អូនហូបតែមួយដុំតូចឬក៏ហូបមួយដុំតូចជាងខ្ញុំក៏បានដែរហូបជារៀងរាល់ថ្ងៃបងប្អូនអាចហូបព្រឹកក៏បានល្ងាចក៏បានហើយចំពោះខ្ញុំគឺខ្ញុំបានបរិភោគខ្ញុំបានហូបផ្លែម្រះនេះពេលបាយហើយពេលល្ងាចពីព្រោះផ្លែម្រះនេះវាស្រួលរកទិញនៅតាមទីផ្សារអញ្ចឹងណាបងប្អូនខ្ញុំបានទិញនៅតាមទីផ្សារអញ្ចឹងខ្ញុំទិញមួយមកខ្ញុំកោសសម្បកខ្ញុំចិតវាឲ្យស្អាតហើយខ្ញុំកាត់ជាកង់តូចដាក់ចូលទៅក្នុងថង់ដាក់ទៅក្នុងទូទឹកកកពេលដែលខ្ញុំហូបបាយល្ងាចរួចហើយមុនខ្ញុំចូលដេកខ្ញុំទៅពីផ្លែម្រះនេះមួយកូនដុំដោយបងប្អូនបានឃើញស្រាប់ហើយខ្ញុំហូបមួយកូនដុំពេលខ្លះគឺខ្ញុំហូបតែកន្លះកូនដុំទេពេលខ្លះខ្ញុំហូបមួយកូនដុំធម្មតាបងប្អូនផ្លែម្រះគឺពិបាកពិសាខ្លាំងណាស់ក៏ប៉ុន្តែបើសិនជាបងប្អូនចង់ឲ្យផ្លែម្រះនេះវាជួយសម្រួលសុខភាពរបស់យើងបានស្រួលគឺបងប្អូនត្រូវតែបដិញ្ញាហូបវាហើយកាលណាយើងហូបថ្ងៃដំបូង2ថ្ងៃដំបូង3ថ្ងៃដំបូងគឺវាពិបាកតែដល់ពេលបងប្អូនហូបយូរទៅគឺវាអត់មានពិបាកទេអញ្ចឹងណាបងប្អូនតែយើងហូបតែម្ដុំតូចបានហើយហូបជារៀងរាល់ថ្ងៃខ្ញុំបានធ្វើអនុវត្តបែបនេះជារៀងរាល់ថ្ងៃចំនួន2ទៅ3ខែអញ្ចឹងណាបងប្អូនមានន័យថាផ្លែម្រះនេះពិតជាផ្ដល់អត្ថប្រយោជន៍ដល់យើងមែនហើយអ្វីដែលវាកើតមានចំពោះខ្លួនខ្ញុំនោះខ្ញុំតែងតែមានបងប្អូនដឹងហើយថាយើងដេកពេលយប់ហើយយើងសម្រាកយើងដេកពេលយប់យើងភ្ញាក់ពីព្រលឹមម៉ោង4យើងបត់ជើងតូចយើងនឹងឃើញទឹកពណ៌លឿងប៉ុន្តែដល់ពេលយើងហូបផ្លែម្រះអញ្ចឹងបងប្អូនទឹកនោមរបស់យើងវាប្រែទៅជាសស្គុះហើយអត់មានក្លិនទេបងប្អូនមានន័យថាផ្លែម្រះវាជួយបន្សាបជាតិពុលនៅក្នុងខ្លួនយើងអញ្ចឹងណាបងប្អូនហើយវាធ្វើឲ្យយើងនឹងដេកលក់ស្រួលតែម្ដងបងប្អូនអត់យើងមានអារម្មណ៍ដេកលក់ស្រួលមិនត្រឹមតែប៉ុណ្្នឹងទេផ្លែម្រះវាជួយពង្រឹងប្រព័ន្ធដូចដែលគេនិយាយនៅក្នុងចំណុច1នៅក្នុងចំណុចទី4ដែលគេនិយាយថាសុខភាពរំលាយអាហារមានន័យថាវាជួយដល់ក្រពះពោះវៀនរបស់យើងថែមទៀតណាបងប្អូននេះជាបទពិសោធន៍របស់ខ្ញុំដែលខ្ញុំបានធ្វើផ្ទាល់នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ខ្ញុំហើយអ្វីដែលសំខាន់នោះគឺចំណុចទី2វាជួយគ្រប់គ្រងនៅជាតិស្ករហើយនឹងជួយទប់ស្កាត់
ជួយទប់ស្កាត់កាត់បន្ថយនៅជំងឺទឹកនោមផ្អែមចឹងបងប្អូនអ្នកកើតជំងឺទឹកនោមផ្អែមបងប្អូនគួរតែហូបផ្លែម្រះនេះមួយដុំតូចជារៀងរាល់ថ្ងៃគឺវាអាចផ្ដល់ផលប្រយោជន៍ល្អណាស់សម្រាប់យើងចំណែកឯខ្ញុំមានកម្រិតជាតិស្ករ98ចឹងបងប្អូនណាខ្ញុំអត់មានកម្រិតជាតិស្ករលើសពី98ទេជាតិស្កររបស់ខ្ញុំហ្នឹងគឺកម្រិត98ហើយមិនត្រឹមតែប៉ុណ្ណឹងវាជួយទៅដល់សម្រួលនៅសម្ពាធឈាមរបស់យើងថែមទៀតផងនេះគឺជាចំណុចទី2និងទី3នេះបងប្អូនហើយអ្វីដែលខ្ញុំបានឆ្លងបទពិសោធន៍នេះដូចជាខ្ញុំបានប្រាប់បងប្អូនអញ្ចឹងថាចំណុចពិសេសដែលខ្ញុំបានហូបផ្លែម្រះនេះជារៀងរាល់ថ្ងៃមួយដុំតូចជារៀងរាល់ថ្ងៃមុនចូលដេកហ្នឹងគឺបងប្អូនខ្ញុំទទួលបាននៅក្នុងខ្លួនរបស់ខ្ញុំចុះត្រជាក់ហើយខ្ញុំបត់ជើងតូចយើងឃើញថាទឹករបស់យើងប្រែទៅជាសហើយអត់មានក្លិនអីទេហើយយើងដេកលក់ស្រួលស្កប់ស្កល់តែម្ដងណាបងប្អូនហើយមិនត្រឹមតែប៉ុណ្ណឹងគឺធ្វើឲ្យកម្រិតជាតិស្កររបស់យើងអត់ឡើងទេហើយកម្រិតសម្ពាធឈាមរបស់យើងក៏អត់ឡើងដែរបងប្អូននេះគ្រាន់តែយើងហូបមួយដុំតូចជារៀងរាល់ថ្ងៃប៉ុន្តែសួរថាតើបងប្អូនអាចហូបបានដែរឬទេធម្មតាផ្លែម្រះឆៅវាពិបាកហូបណាស់បងប្អូនវាមិនស្រួលដូចយើងយកទៅស្លយើងយកទៅឆាហើយយើងហូបទៅវាអត់មានជាតិល្វីងខ្លាំងទេប៉ុន្តែបើយើងហូបឆៅគឺយើងនឹងពិបាកហូបខ្លាំងប៉ុន្តែបងប្អូនចង់ស្រួលខ្លួនចង់ឲ្យមានសុខភាពល្អបងប្អូនគួរតែបដិញ្ញាចិត្តដើម្បីតាំងចិត្តហូបវាជារៀងរាល់ថ្ងៃយូរវានឹងធ្លាប់ឲ្យបងប្អូនហើយពេលដែលបងប្អូនហូបគឺសូមបញ្ជាក់ថាបងប្អូនកុំហូបច្រើនទេសោះគឺបងប្អូនហូបបន្តិចបានហើយគឺមួយដុំប៉ុនមេដៃនឹងបានហើយតាពីហូបឲ្យផឹកទឹកខ្ពុលមាត់ឲ្យបងប្អូនចូលទៅសម្រាកនោះបងប្អូនចាប់ពីមួយអាទិត្យឡើងទៅបងប្អូននឹងទទួលអារម្មណ៍ថាមានអារម្មណ៍ល្អក្នុងការសម្រាកនៅក្នុងការដេកសម្រាកនៅពេលយប់ហើយនឹងភ្ញាក់ឡើងមានភាពស្រឡះនៅក្នុងខ្លួនរបស់យើងអញ្ចឹងណាបងប្អូនដូច្នេះខ្ញុំមានបទពិសោធន៍អ្វីដែលខ្ញុំបានឆ្លងកាត់ហូបផ្លែម្រះនេះផ្ទាល់គឺទទួលបានលទ្ធផលល្អគឺខ្ញុំមានតែប៉ុណ្ណេះទេចែកចាយបងប្អូនហើយបើសិនជាបងប្អូនណាមានចម្ងល់ចង់សួរខ្ញុំបន្ថែមទៀតបងប្អូនអាច comment នៅក្នុងវីដេអូមួយនេះខ្ញុំនឹងធ្វើការឆ្លើយតបប្រាប់បន្ថែមទៀតអញ្ចឹងណាបងប្អូនអរគុណច្រើនសូមជម្រាបលា